រុស្ស៊ីប្រើប្រាស់កងនាវាស្រមោល Shadow Fleet ដើម្បីគេចពីទណ្ឌកម្មនិងប្រមូលប្រាក់សម្រាប់សង្គ្រាមខណៈដែលសង្គ្រាមនៅអ៊ុយក្រែនឈានចូលដល់ឆ្នាំ2026ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងពង្រីកការប្រើប្រាស់កងនាវាស្រមោល Shadow Fleet ដើម្បីបន្តលូកប្រេងទៅកាន់ទីផ្សារអន្តរជាតិទោះបីជាមានការដាក់កំហិតតម្លៃនិងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់មជ្ឈិមលោកក៏ដោយតើអ្វីទៅជានាវាដឹកប្រេងស្រមោលនាវាទាំងនេះគឺជាកងនាវាដឹកប្រេងចាស់ៗដែលជាច្រើនគ្រឿងមានអាយុកាលលើសពី15ឆ្នាំដែលមានលក្ខណៈសម្គាល់ដូចជាម្ចាស់គ្រប់គ្រងដោយក្រុមហ៊ុនបម្លែងឈ្មោះដែលមានទីតាំងនៅក្រៅប្រទេស offshore ពួកគេមិនប្រើប្រាស់សេវាកម្មធានារ៉ាប់ពីក្រុមហ៊ុនលោកខាងលិចដើម្បីជៀសវាងការត្រួតពិនិត្យតម្លៃនាវាទាំងនេះតែងតែប្តូរទង់ជាតិទៅកាន់ប្រទេសដែលមានការត្រួតពិនិត្យខ្សោយដូចជាហ្គាប៊ុងឬប៉ាឡៅឬប្រើប្រាស់ទង់ជាតិរុស្ស៊ីដោយផ្ទាល់ដើម្បីការពារខ្លួនពីការរឹបអូសចំណែកឯយុទ្ធសាស្ត្រគេចពីទណ្ឌកម្មវិញ Sanction Evasion រុស្ស៊ីបានប្រើប្រាស់វិធីសាស្ត្រងងឹតជាច្រើនដើម្បីដឹកជញ្ជូនប្រេងដូចជា Dark Shipping គឺជាការបិទឧបករណ៍កំណត់អត្តសញ្ញាណ AIS ដើម្បីកុំឲ្យគេដឹងពីទីតាំងពិតប្រាកដការផ្ទេរទំនិញនៅកណ្ដាលសមុទ្រ Ship to Ship Transfer ការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀតនៅដែនទឹកអន្តរជាតិដើម្បីបន្លំប្រភពដើមនៃប្រេងការប្រើប្រាស់ទង់ជាតិរុស្ស៊ី Reflagging ពលគឺនៅក្នុងខែមករា2026នេះមានសេចក្តីរាយការណ៍ថារុស្ស៊ីបានចុះបញ្ជីនាវាស្រមោលជាច្រើនគ្រឿងមកក្រោមទង់ជាតិខ្លួនវិញដើម្បីទប់ទល់នឹងការរារារបស់សហរដ្ឋអាមេរិកសម្រាប់ព្រឹត្តិការណ៍ក្តៅៗនៅដើមឆ្នាំ2026ស្ថានភាពកាន់តែតានតឹងខ្លាំងនៅតំបន់សមុទ្រអាត្លង់តិកនិងសមុទ្រខ្មៅការរឹបអូសនាវា Marinera នៅថ្ងៃទី7ខែមករាឆ្នាំ2026កងកម្លាំងអាមេរិកបានឡោមព័ទ្ធនិងរឹបអូសនាវាដឹកប្រេង Marinera ដែលជារបស់រុស្ស៊ីក្រោមការចោទប្រកាន់ថាបានរំលោភទណ្ឌកម្មសម្រាប់ការវាយប្រហារដោយ drone នៅអ៊ុយក្រែនដោយរុស្ស៊ីបានប្រើប្រាស់ drone វាយប្រហារលើនាវាស្រមោលរបស់រុស្ស៊ីចំនួននៅសមុទ្រមេឌីទែរ៉ាណេដើម្បីកាត់ទាត់ខ្សែទឹកហូរនៃចំណូលរបស់វិមានក្រែមឡាំងរីឯផលប៉ះពាល់ថវិកាចំពោះយុទ្ធនាការបង្ក្រាបនាវាស្រមោលនៅឆ្នាំ2026នេះកំពុងធ្វើឲ្យចំណូលពីថាមពលរបស់រុស្ស៊ីធ្លាក់ចុះដែលប៉ះពាល់ដល់លទ្ធភាពរបស់ទីក្រុងមូស្គូដើម្បីទិញសប្បវុធនិងផ្ដល់ប្រាក់ខែដល់កងទ័ពក្នុងនោះក៏មានហានិភ័យដល់បរិស្ថានដែលអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំងថានាវាចាស់ៗដែលខ្វះការថែទាំទាំងនេះអាចបង្កឲ្យមានការលេតលាយប្រេងដ៏ធំដែលជាមហន្តរាយដល់បរិស្ថានសមុទ្រដោយសារមិនមានក្រុមហ៊ុនធានារ៉ាប់ណាមកទទួលខុសត្រូវលើការសម្អាតឡើយចឹងមានន័យថាការបង្ក្រាបលើកងនាវាស្រមោលคล้ายទៅជាសមរភូមិសេដ្ឋកិច្ចថ្មីមួយនៅឆ្នាំ2026ដែលបក្សឈិមលោកព្យាយាមបិទផ្លូវដង្ហើមហិរញ្ញវត្ថុរបស់រុស្ស៊ី